រឿងថ្មើរព្រៃឈ្មោះសូរៈការកើតឡើងនៃសូរាក្នុងលោកកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីសម័យនោះមានថ្មើរព្រៃម្នាក់ឈ្មោះសូរៈនៅក្នុងកាសិការរដ្ឋគាត់បានទៅព្រៃហេមពៀនដើម្បីប្រកបកិច្ចផ្សេងនៅព្រៃហេមពៀននោះមានឈើមួយដើមកម្ពស់មួយជំហរមេឃបែកជា3ក្នុងប្រឡោះប្រកៀបនោះមានរណ្ដៅធំពន់ពាងលុះដល់ខែភ្លៀងមកទឹកក៏ដក់ក្នុងរណ្ដៅនោះហើយមានដើមសមរកន្ទូតព្រៃនិងម្រេចជាដើមដុះក្បែរដើមឈើនោះតែងជ្រុះផ្លែទៅក្នុងរណ្ដៅនោះមិនតែប៉ុណ្ណោះសត្វបក្សីទាំងឡាយតែងពឹមនៅស្រូវសាលីទៅទំពាស៊ីហើយជ្រុះទៅក្នុងរណ្ដៅទៀតទឹកក្នុងរណ្ដៅនោះក៏មានពណ៌ក្រហមមានរសជាតិខ្លាំងដល់រដូវក្តៅសត្វបក្សីទាំងឡាយមានសេចក្តីស្រេកឃ្លានបានផឹកទឹកនោះក៏ស្រវឹងបំរះននាលដួលជ្រប់ទៅទៀបគល់ឈើបន្តិចក៏ស្រែកកញ្ជ្រៀវខ្ញៀវខ្ញាហើរចេញទៅសូម្បីសត្វកំប្រុកស្វាកង្ហានជាដើមដែលបានផឹកទឹកនោះក៏មានទំនងដូចគ្នាដែរថ្មើរព្រៃបានឃើញហើយក៏គិតថាទឹកនេះមិនមែនពុលទេបើជាទឹកពុលសត្វដែលផឹកទាំងប្រមាណមុខជាស្លាប់អស់ឥតសេះសល់ក៏ដងទឹកនោះផឹកដរាបដល់ស្រវឹងហើយបង្កាត់ភ្លើងចាប់សត្វដែលដួលជ្រោបក្រាបក្បែរគល់ឈើសម្លាប់បោចអាំងស៊ីផឹកទឹកនោះអស់2-3ថ្ងៃសម័យនោះមានតាបសមួយរូបឈ្មោះវរុណៈនៅក្នុងទីជិតនោះថ្មើរព្រៃដងយកទឹកនោះមួយបំពង់ឫស្សីនិងដុំសាច់ដែលចំអិនស្រាច់មួយចង្កាក់ដើរទៅកាន់សំណាក់វរុណៈតាបសហើយនិយាយថាសូមលោកម្ចាស់ឆាន់ទឹកនិងសាច់នេះលេងលោមើលតាបសនិងថ្មើរព្រៃក៏នាំគ្នាទំពាស៊ីដុំសាច់ផឹកទឹកនោះអស់កាលជាយូរថ្ងៃទើបទឹកនោះមានឈ្មោះថាសូរាផងវរុណីផងព្រោះថ្មើរព្រៃឈ្មោះសូរៈនិងតាបសឈ្មោះវរុណៈបានឃើញបានផឹកមុនគេអ្នកទាំងពីរគិតគ្នាថាទឹកនេះសំខាន់ណាស់ក៏ដងចាក់ពេញបំពង់ឫស្សីជាច្រើនរែកទៅស្រុកបច្ចន្ទក្រៀមឲ្យអ្នកស្រុកក្រាបបង្គំទូលព្រះមហាក្សត្រថាមានអ្នកចេះធ្វើទឹកស្រវឹងយ៉ាងវិសេសទើបនឹងមកដល់ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឲ្យអ្នកទាំងពីរចូលទៅគាល់អ្នកទាំងពីរនាក់ក៏ចូលយកទឹកនោះទៅថ្វាយព្រះរាជាព្រះរាជាទ្រង់សោយក៏ស្រវឹងស្រួលមែនលុះអស់ទឹកនោះទៅបានត្រាស់បង្គាប់ឲ្យដងយកមកថ្វាយទៀតជនទាំងពីរនាក់ទៅនាំទឹកសូរានោះមកបាន2-3ថ្ងៃទើបគិតគ្នាថាយើងមិនអាចទៅយកជានិច្ចបានទេហើយក៏កំណត់យកនៅគ្រឿងផ្សំគ្រប់មុខមកផ្សំធ្វើសូរាក្នុងនគរនោះអ្នកនគរនាំគ្នាផឹកសូរាតែរាល់ថ្ងៃក៏ទៅជាអ្នកមានសេចក្តីប្រមាទក្នុងការងារធ្លាក់ខ្លួនទៅជាអ្នកកំសត់ទូរគតនគរនោះក៏សាបសូន្យចាក់សេចក្តីចម្រើនគ្រប់យ៉ាងអ្នកធ្វើសូរាក៏នាំគ្នារត់ទៅនៅក្នុងនគរពារាណសីឲ្យអ្នកនគរក្រាបទូលព្រះបាទពារាណសីព្រះបាទពារាណសីទ្រង់បង្គាប់ឲ្យហៅមកហើយទ្រង់បរិជ្ជទានស្បៀងអាហារឲ្យធ្វើសូរាថ្វាយនគរនោះក៏វិនិច្ឆ័យដូចមុនទៀតអ្នកធ្វើសូរារត់ចេញពីទីនោះទៅនៅក្នុងនគរសាកេតចេញពីនគរសាកេតទៅនគរសាវត្ថីគ្រានោះព្រះចៅក្រុងសាវត្ថីទ្រង់ព្រះនាមព្រះបាទ
សព្វមិត្តព្រះអង្គបានធ្វើសេចក្តីសង្គ្រោះដល់អ្នកធ្វើសូរាទាំងពីរនាក់នោះទ្រង់ព្រះរាជទានទេយ្យវត្ថុផ្សេងដល់អ្នកទាំងពីរក៏បានធ្វើសូរានៅក្នុងនគរសាវត្ថីនោះអស់កាលជាយូរការធ្វើសូរាក៏ចេះតែកើតតពីត្រឹមនោះមក